ជំរាបសួរបងប្អូនទាំងអស់គ្នាបាទសារជាថ្មីម្ដងទៀតជាមួយនឹងខ្ញុំម្ដងទៀតណាបងប្អូនទាំងអស់គ្នាបាទម្ដងនេះបងប្អូននឹងផ្លាយតិចម្ដងបងប្អូនឃើញខ្ញុំបង្ហាញតែ Highlander ឃើញបង្ហាញតែ Balance អីណាបងប្អូនបាទឥឡូវសម្រាប់ម្ដងនេះគឺជាប្រភេទ RX 300ម្ដងបងប្អូនប្រភេទឡានស្អាតឡានថ្មីអត់ច្រេះអត់បុកអត់ពុកអត់កាត់តអត់ស្ងោបដូរពណ៌ 100% បងប្អូនសម្រាប់ឡានមួយគ្រឿងនេះបងប្អូនមើលផ្លាកលេខCD 2958លេខយើងកាត់ពីខែចិត្តខាងយើងមកទេណាបងប្អូនបាទកាត់ពីកំពង់ស្ពឺចិត្តយើងនេះទេបាទឡាននេះគាត់ប្រើតែម្ចាស់ដើមទី1គត់ណាបងប្អូនបាទម្ចាស់ដើមទី1គត់ហើយឡាននេះគឺនៅសម្រាប់ទឹកថ្នាំបងប្អូនធានាជូនបងប្អូនបាញ់តែកាងមុខក្រោយទេបាទក្រោយពីហ្នឹងគឺទឹកថ្នាំនៅស៊ីនទាំងអស់បងប្អូនបាទធានាជូនបងប្អូនហើយជាប្រភេទឡានអត់ច្រេះអត់បុកអត់កាត់តអត់ស្ងោបដូរពណ៌ 100% បងប្អូនបាទតោះយើងទៅមើលមកជុំទាំងអស់គ្នាបងប្អូនបាទអញ្ជើញបងប្អូនយើងទស្សនាបាទឡាន RX 300ឆ្នាំផលិត2002ប៉ុង1បងប្អូនស្ដាប់ឲ្យតាន់2002ប៉ុង1ប្រភេទឡានស្អាតមេឡានណាបងប្អូនបាទវាឡានមួយគ្រឿងនេះបាទធានាអត់ច្រេះអត់បុកអត់ពុកអត់កាត់តអត់ស្ងោបដូរពណ៌ជូនបងប្អូនពុកម៉ែយើង 100% ណាបងប្អូនបាទនេះបងប្អូនយើងមើលមកជុំទៅបាទរដូវកាលចូលឆ្នាំថ្មីជិតមកដល់ហើយបងប្អូនអើយបាទឡានក៏ថ្មីផ្លាកលេខក៏ថ្មីជាពិសេសបាទឡានស្អាតណាបងប្អូនបាទឡានស្អាតហើយយើងទៅមើលទាំងអស់គ្នាបាទនៅសនំស៊ីនទាំងអស់បងប្អូនជាគៀងនេះអីគឺនៅសនំស៊ីនទាំងអស់បងប្អូនហើយសម្រាប់ទឹកថ្នាំដបូលនេះក៏នៅស៊ីនដែរណាបងប្អូនបាទដបូលនេះក៏នៅទឹកថ្នាំស៊ីនដែរធានាជូនបងប្អូនបាទហើយផ្លាកលេខយើងថ្មីឯងបាទថ្មីឈ្មោះម្ចាស់ដើមគឺខ្ញុំផ្ទាល់ណាបងប្អូនបាទឈ្មោះរបស់ខ្ញុំផ្ទាល់តែម្ដងបាទសម្រាប់ផ្លាកលេខនេះបាទគឺស្អាតមែនតើបាទងាយបងប្អូនយើងស្រួលបាទបានម្ចាស់ដើមអញ្ចឹងគឺងាយស្រួលបងប្អូននេះជាគៀងនេះគឺនៅស៊ីនបាទគឺនៅស៊ីនសនំស៊ីនបាទឡាននេះធម្មតាប៉ុង1បងប្អូនឆ្នាំផលិត2002បាទសម្រាប់ថ្ពាល់នេះគឺនៅថ្នាំស៊ីនធានាជូនបងប្អូនបាទហើយសបកកង់យើងនៅប្រើបានបាទសបក80-90% បាទសបកឲ្យបងប្អូនមើលគៀនខាងក្នុងណាបងប្អូនប្រភេទឡានថ្មីគឺបែបហ្នឹងណាបងប្អូនបាទអត់មានច្រេះទេបងប្អូនអើយបាទធានាឲ្យបងប្អូនបាទហើយកញ្ចក់អីនេះក៏ដូចគ្នាដែរណាបាទកញ្ចក់អីនេះគឺនៅសនំស៊ីនអត់មានប្រេះអត់មានអីទេណាបងប្អូនបាទគឺនៅស្អាតទាំងអស់សម្រាប់ថ្ពាល់នេះដូចខ្ញុំបញ្ជាក់គឺនៅថ្នាំស៊ីនកញ្ចក់នេះក៏នៅថ្នាំស៊ីនដែរបាទហើយមកដល់ទ្វារខាងនេះក៏នៅថ្នាំស៊ីនដែរបងប្អូនបាទធានាជូនបងប្អូនបាទក៏នៅថ្នាំស៊ីនដែរហើយឈ្នាន់នេះគឺគេដាក់មកបែបនេះណាបងប្អូនបាទហើយទ្វារខាងក្រោយនេះក៏នៅថ្នាំស៊ីនដូចគ្នាបងប្អូនបាទធានាជូនបងប្អូនយើងបាទយើងមើលខ្ញុំបញ្ជាក់រឿងបាញ់តែនេះមិនតិចបាទពីនេះបាទបាញ់តែប៉ុណ្្នឹងឯងបាទសម្រាប់ទូឡានណាហើយកាងមកក្រោយតែប៉ុណ្្នឹងឯងក្រៅពីនេះគឺនៅទឹកថ្នាំស៊ីនទាំងអស់បងប្អូនបាទចំណែកថ្នាំខាងលើអីនេះគឺនៅស្អាតភ្លឹងបងប្អូននេះឃើញទេបាទអត់មានសឹកអត់មានខូចថ្នាំអត់មានអីទេអត់មានឆ្លអត់មានអីណាបងប្អូនបាទគឺនៅស្អាតទាំងអស់បងប្អូនតាគៀកនេះក៏នៅថ្នាំស៊ីនដូចគ្នាបាទក៏នៅថ្នាំស៊ីនដូចគ្នាហើយសបកកង់4គ្រាប់បាទគឺនៅស្អាតទាំងអស់បងប្អូនបាទនេះបងប្អូនឃើញបាទមើលគៀនកង់អស់គ្នាបងប្អូននេះគឺស្អាតភ្លឹងតែម្ដងបងប្អូនបាទនេះឃើញគៀនកង់ហ្នឹងបាទគៀនកង់គឺនៅស្អាតភ្លឹងតែម្ដងបាទនេះបងប្អូនយើងបើកទ្វារទាំងអស់បាទបើកបានទាំង4តេឡេនេះគឺនៅដំណើរការទាំងអស់ណាបងប្អូនបាទហើយយើងមកមើលខាងក្រោយទាំងអស់គ្នាបាទចំណែក stop ក៏នៅ stop ស៊ីនដូចគ្នាបងប្អូន stop ស៊ីនសងខាងធានាជូនបងប្អូនបាទហើយចំណែកទ្វារទី5ទ្វារខាងក្រោយនេះក៏ធានាទឹកថ្នាំស៊ីនជូនដែរបាទក៏ធានាទឹកថ្នាំស៊ីនជូនដែរហើយសម្រាប់ stop ខាងនេះក៏ដូចគ្នាណាបងប្អូនឃើញនៅ stop ស៊ីនគឺនៅថ្លាល្អកញ្ចក់ខាងក្រោយអីគឺនៅអែមកតុយត្រីខាងក្រោយអីគឺមានហើយអស់ហើយណាបងប្អូនបាទកតុយត្រីខាងក្រោយគឺមានហើយបងប្អូនមើលដបូលខាងលើអត់មានឆ្លអត់មានស្លេកទេណាបងប្អូនបាទគឺនៅស្អាតទាំងអស់ដែរបងប្អូនឲ្យបងប្អូនមើលទាល់តែអស់តែម្ដងបាទឲ្យមើលទាល់តែអស់ហើយដបូលយើងបើកហ្នឹងបងប្អូនវាមានដបូលបើកបែបហ្នឹងបាទសម្រាប់300ភាគច្រើនបាទគឺដបូលបើកទាំងអស់បងប្អូនបាទហើយនេះបងប្អូនឃើញបាទមើលមកថ្នឹមនេះឡើងវិញក៏នៅសុទ្ធតែស្អាតទាំងអស់បងប្អូនមើលតាគៀកនេះខ្ញុំធានាជូនថាទឹកថ្នាំនៅស៊ីនបាទទឹកថ្នាំនៅស៊ីនបងប្អូនបាទហើយសម្រាប់គៀនកង់ខាងនេះគីឡូបងប្អូនយើងចង់មើលមកជាហៀងទៀតជូនបងប្អូនយើងមើលតាមស្រួលបាទនេះបងប្អូនឃើញបាទសាច់ដៃគឺនៅស្អាតភ្លឹងទាំងអស់តែម្ដងបងប្អូននេះរហូតមកដល់ខាងក្រោមណាបងប្អូនបាទខ្ញុំបង្ហាញជូនបងប្អូនយើងឲ្យមើលឲ្យអស់តែម្ដងបាទសបកកង់អីនេះគឺនៅស្អាតខាងនេះគឺនៅទឹកថ្នាំស៊ីនទាំងអស់បាទនេះគឺនៅទឹកថ្នាំស៊ីនទាំងអស់បាទនេះថាខ្ញុំបង្ហាញឲ្យបានច្រើនអញ្ចឹងស្រួលបងប្អូនយើងមើលតាមខ្ញុំបាទហើយខ្ញុំប្រាប់នឹងដូចជាមិនសូវខុសទេបាទអ្វីដែលឡានខ្ញុំមានគឺខ្ញុំប្រាប់តាមនឹងអញ្ចឹងទៅបាទចំណែកទ្វារខាងមុខនេះក៏ដូចគ្នាគឺនៅទឹកថ្នាំស៊ីនទាំងអស់ដែរបាទថ្ពាល់នេះក៏ដូចគ្នាទឹកថ្នាំស៊ីនបងប្អូនមើលទឹកថ្នាំស៊ីនបងប្អូនមើលឃើញទេបាទគឺងាយស្រួលមើលទៅគឺឃើញមួយសាច់បាទអត់មាន2 3ពណ៌អីទេបាទអត់មាន2 3ពណ៌អីទេបាទ
គឺទឹកថ្នាំស្អាតមួយជុំតែម្ដងបាទកាងមុខក្រោយខ្ញុំបាញ់ដូចខ្ញុំបញ្ជាក់ខាងលើអញ្ចឹងណាបងប្អូនបាទហើយសម្រាប់ឡាននេះគឺនៅស្អាតមែនទែនបាទនៅស្អាតមែនទែននៅសឹងថា90% 95% បាទសម្រាប់ឡានមួយគ្រឿងនេះតោះយើងទៅមើលខាងក្នុងអីទាំងអស់គ្នាបងប្អូនទាំងអស់គ្នាឥឡូវជូនបងប្អូនយើងមើលបាតខាងក្រោមនេះមួយសិនណាបងប្អូនបាទបងប្អូនមើលបាតខាងក្រោមរបស់ឡាននេះបាទខ្សៅខ្យងស៊ីនអត់មានធ្វើអត់មានអីណាបងប្អូនបាទខ្សៅខ្យងគឺនៅស៊ីនសំណុំស៊ីនទាំងអស់បងប្អូនឃើញបាទអត់មានច្រេះអត់មានពុកទេខ្ញុំធានាជូនបងប្អូនយើងបាទនេះបងប្អូនមើលសាក់ស៊ីគេមើលបាទសាក់ស៊ីគឺនៅស្អាតបាទហើយមើលទៅខាងក្រោយនោះនេះបងប្អូនឃើញទេបាទគឺនៅស្អាតក្រោមកោងសកួរអីនេះគឺនៅស្អាតភ្លឹងមែនទែនបាទគឺនៅស្អាតទាំងអស់ធានាឡានអត់ច្រេះជូនបងប្អូនបាទខាងនេះក៏ដូចគ្នាដែរណាបងប្អូនបាទអញ្ជើញបងប្អូនយើងមើលទាំងអស់គ្នាបាទអត់មានលាក់លីមទេណាបងប្អូនអត់មានលាក់លីមអីទេគឺនៅបង្ហាញជូនបងប្អូនយើងទាំងអស់ឲ្យបងប្អូនយើងមើលបាទនេះបងប្អូនឃើញបាទសាក់ស៊ីមកគឺនៅស្អាតទាំងអស់ណាបងប្អូនបាទអត់មានច្រេះអត់មានពុកអីទេបាទធានាឲ្យនេះក្រោមកោងសកួរអីនេះគឺនៅស្អាតទាំងអស់បងប្អូនបាទហើយយើងចូលមកមើលខាងក្នុងទាំងអស់គ្នាបងប្អូននេះមើលកន្លែងតាគៀកន្លែងទ្វារអីនេះបាទខ្ចៅទ្វារអីនេះគឺអត់តមានដោះអត់មានអីទេណាបាទបងប្អូននេះគឺយើងឃើញនៅស្អាតទាំងអស់បងប្អូនបាទនេះបងប្អូនឃើញបាទគឺនៅស្អាតទាំងអស់តែម្ដងបាទនេះគឺស្អាតបងប្អូនមើលដល់ខាងក្នុងទាំងអស់គ្នាទៅបាទមើលដល់ខាងក្នុងនេះយើងមានមកជាមួយនឹងរីដូមួយណាបងប្អូនបាទរីដូមួយហើយស្រេចនេះងាយមាននេះយូរមកមួយបាទសម្រាប់រីដូនេះហើយខាងក្នុងអីនេះគឺនៅស្អាតភ្លឹងបងប្អូននេះបងប្អូនឃើញបាទហើយខាងក្នុងដបូលលើអីគឺយើងបើកបានដំណើរការធម្មតាបងប្អូនខ្យល់រស៊ីហើយស្រួលបាទហើយបងប្អូនមើលគ្រឿងជ័រគ្រឿងអីអត់មានសឹកហិចរិលទេណាបាទអត់មានសឹកហិចរិលទេបាទមើលគ្រឿងជ័រគ្រឿងអីគឺនៅស្អាតទាំងអស់បាទសម្រាប់ឡានមួយគ្រឿងនេះបងប្អូនដែលត្រូវការប្រភេទ RX 300ឆ្នាំផលិត2002ប្រភេទប៉ុងមួយបងប្អូនអាចអញ្ជើញមកមើលជាមួយនឹងឡានមួយគ្រឿងនេះបានណាបងប្អូនបាទឥឡូវយើងមកដល់កន្លែងកង់សកួរម្ដងបងប្អូនណាជួយបងប្អូនយើងមើលទាំងអស់គ្នាបាទគឺនៅស្អាតសំណុំទាំងអស់បងប្អូនណាកន្លែងកង់សកួរគឺនៅថ្មីខ្លាំងណាបងប្អូនអើយបាទអត់មានច្រេះអត់មានពុកទេធានាឲ្យបងប្អូនបាទអត់មានអីនិយាយថាឡានបុកប៉ះអីបែរជាថាអត់បុកអត់ប៉ះអត់មានទេណាបងប្អូនណាខ្ញុំបង្ហាញជូនបងប្អូនយើងមើលទល់តែអស់អញ្ចឹងណាបាទនេះបងប្អូនឃើញកៅស៊ីនរបស់គេគឺនៅទាំងអស់បងប្អូនបាទនោះដល់កលៀតខាងក្នុងអីបាទគឺនៅស្អាតទាំងអស់បាទនេះសម្រាប់ខាងគូតខាងក្រោយណាបងប្អូនបាទកន្លែងប្លុកកង់សកួរបាទឥឡូវយើងចូលមកដល់ខាងក្នុងខាងក្រោយនេះម្ដងបងប្អូនមើលទ្វារអីខាងក្រោយបាទគឺនៅស្អាតទាំងអស់បងប្អូនមើលហ្វមការឈើអីគេគឺនៅស្អាតណាសម្រាប់ឡានមួយគ្រឿងនេះគឺនៅស្អាតខ្លាំងណាបងប្អូនបាទក្លុកកលៀតខ្ចៅខ្យងនេះបងប្អូនឃើញបាទនេះក្លុកកលៀតខ្ចៅខ្យងគេគឺនៅស្អាតទាំងអស់បងប្អូនបាទហើយសម្រាប់ឡាននេះខ្ញុំមិនបាច់ឆែកឲ្យមើលកាយ៉ៅទេបាទធានាឲ្យអត់មានបាត់កាយ៉ៅណាមកគ្រាប់ទេណាបងប្អូនបាទមើលខាងនេះក៏ស្អាតដូចគ្នាណាបងប្អូនបាទសម្រាប់ឡានមួយគ្រឿងនេះគឺស្អាតបងប្អូនមើលដបូលបាទដបូលគឺនៅស៊ីនទាំងអស់បាទហើយសម្រាប់កៅអីខាងក្រោយនេះគឺបែបហ្នឹងបាទខាងខ្នងខាងក្រោយគឺនៅស្ពុកស្បែកស៊ីនបាទយើងដេបាតទាំងមុខទាំងក្រោយណាបងប្អូនបាទខ្នងខាងក្រោយនេះគឺនៅពុកស្បែកស៊ីនហើយសម្រាប់បាតនេះភាគច្រើនមកគឺដេណាបងប្អូនបាទមកដល់ខាងមុខក៏ស្អាតដូចគ្នាបងប្អូនឃើញអត់មានដាច់លហែកអីទេណាបងប្អូនគឺនៅស្អាតទាំងអស់តែម្ដងបាទគឺនៅស្អាតទាំងអស់បងប្អូនមើលប្លុកក្លុកក្លៀតបាទមើលខ្ចៅខ្យងបាទខ្ចៅថ្ពាល់ខ្ចៅអីនេះគឺនៅស៊ីនទាំងអស់បងប្អូនបាទហើយខាងក្រោមរបស់វាគឺបែបនេះបាទគឺស្អាតនេះគេបិទសំបីតានេះក៏គេបិទដែរណាហើយយើងបកមកគឺថ្មីតែមិនបាច់បកទេបាទប្រភេទ AI 300គឺកៅអីចុចទាំងសងខាងបងប្អូនបាទកៅអីចុចទាំងសងខាងមានលេខទូលេខស្អីបងប្អូនបាទត្រូវការធ្វើឆែកលេខទូលេខអីគឺបានបងប្អូនបាទនេះបងប្អូនឃើញក្លុកក្លៀតខ្ចៅខ្យងគឺនៅស្អាតទាំងអស់ហើយសម្រាប់ខាងនោះក៏ដូចគ្នាដែរខាងស្ដាំក៏ដូចគ្នាដែរបងប្អូនបាទគឺនៅស្អាតទាំងអស់បាទបងប្អូនឃើញអត់មានដាច់អត់មានលហែកទេដបូលដូចខ្ញុំបញ្ជាក់ជូនអញ្ចឹងគឺបើកបានបាទគឺយើងបើកយើងបិទអីបានមកទាំងអស់បាទសម្រាប់ដបូលឡាននេះបងប្អូនបាទនេះឃើញស្អាតភ្លឹងបាទគឺអែមខ្លាំងមែនទែនបាទនេះបងប្អូនឃើញហើយសម្រាប់កៅអីដូចខ្ញុំបញ្ជាក់ជូនអញ្ចឹងបាទខ្នងគឺនៅស្បែកស៊ីនហើយសម្រាប់បាតគឺយើងដេរបៀបនេះបាទហើយខ្នងខាងនេះក៏ដូចគ្នាស្បែកស៊ីនបាតគឺរបៀបនេះបាទខាងមុខគឺយើងអត់តន់លេងអីធំដុំទេណាបងប្អូនគឺនៅសំណុំស៊ីនទាំងអស់បាទសំបីតែមីញ៉េសំបីតែអីមើលហ្វមីកាពួកប្រភេទ300គឺស្អាតណាបងប្អូនបាទហើយខាងមុខនេះអីគឺហ្វមីកាឈើបាទស្អាតមែនទែនបាទហើយមើលខាងក្នុងបងប្អូនឃើញបាទសម្រាប់300គឺទលាយបងប្អូនដែលត្រូវការឡានធន់ឡានស្អាតមាំទលាយបាទគឺ300ហ្នឹងហើយបងប្អូនអើយបាទហើយប្រើធន់ក៏ធន់មាំក៏មាំហើយស្រួលជិះក៏ស្រួលជិះបាទហើយបើនិយាយពីគ្រឿងបន្លាស់វិញគឺសម្បូរបែបបងប្អូនមិនខ្វះទេស្អីក៏មានសម្រាប់គ្រឿងបន្លាស់ឡានហ្នឹងណាបាទឥឡូវអស់ពីខាងក្នុងនិងខាងក្រៅយើងមកដល់ផ្នែកប្លុកម៉ាស៊ីនម្ដងបងប្អូនបាទបងប្អូនឃើញផ្នែកប្លុកម៉ាស៊ីនរបស់គេបាទគឺបែបនេះគឺនៅស្អាតសំណុំទាំងអស់បងប្អូនឃើញបាទនេះ
គឺនៅសំណុំស៊ីនទាំងអស់បងប្អូនបាទខ្ចៅខ្យងខ្ចៅថ្ពាល់ខ្ចៅអីគឺនៅទាំងអស់បាទនេះខ្ចៅថ្ពាល់គឺនៅទាំងអស់ណាបងប្អូនបាទគឺស្អាតបាទហើយសម្រាប់ខ្ចៅទ្វារនេះប្រហែលជាគេដោះបាទហើយសម្រាប់ខ្ចៅថ្ពាល់គឺនៅស្អាតទាំងអស់ណាបងប្អូនបាទនៅស្អាតទាំងអស់បងប្អូនមើលក្បាលបូមអីនេះគឺនៅស្អាតទាំងអស់ខ្ញុំបង្ហាញជូនបងប្អូនយើងឲ្យអស់ដូចខ្ញុំបញ្ជាក់អញ្ចឹងបាទហើយសម្រាប់ខ្ចៅខ្យងអីគឺនៅសំណុំបែបហ្នឹងបងប្អូនបាទអាគុយច្រឡំអាគុយ ABS នេះគឺនៅបែបនេះណាបងប្អូនបាទហើយសម្រាប់ថ្នាំមុខអីគឺនៅស៊ីនទាំងអស់បងប្អូនបាទគឺនៅស៊ីនទាំងអស់បាទហើយជាគៀងអីនេះគឺនៅស្អាតភ្លឹងបងប្អូនអត់មានបាក់ជើងបាក់អីអត់មានទេណាបាទគឺនៅស្អាតផ្ពាល់ខាងនេះក៏ដូចគ្នាណាបងប្អូនបាទផ្ពាល់ខាងនេះក៏នៅស្អាតដូចគ្នាបាទហើយសម្រាប់ឡានមួយគ្រឿងនេះបងប្អូនឃើញប្លុកម៉ាស៊ីនវាគឺបែបហ្នឹងណាបងប្អូនបាទគឺនៅបែបធម្មជាតិស្អាតបែបធម្មជាតិបងប្អូនបាទធានាឲ្យម៉ាយតិចបងប្អូនឡាននេះមកពីស្រុកគេមកតែ 140,000 ម៉ាយជាងឯងបាទម្ល៉េះហើយម៉ាស៊ីនសម្រាប់គេគឺរៀងបានបន្តិចហើយបងប្អូនបាទសម្រាប់បងប្អូនដែលត្រូវការឡានស្អាតបាទម៉ាយតិចអញ្ជើញមកមើលមួយគ្រឿងនេះបាទពិតជាមិនខុសទេបាទមួយគ្រឿងនេះគឺជាប្រភេទឡានស្អាតណាបងប្អូនបាទសម្រាប់បងប្អូនអស់លោកស្រីបាទត្រូវការប្រភេទ RX 300បាទឆ្នាំផលិត2002បាទនេះអត់មាន4ម៉ាស៊ីននេះគឺ6ម៉ាស៊ីនហើយបងប្អូនបាទ6ម៉ាស៊ីនប៉ុង1បងប្អូនអាចអញ្ជើញមកមើលជាមួយនឹងឡានស្អាតមួយគ្រឿងនេះបានបាទជាប្រភេទឡានស្អាតភ្លឹងបាទស្អាតគ្រប់ទីកន្លែងស្អាតគ្រប់កលុកកលៀតណាបងប្អូនបាទជាពិសេសអត់មានប្រវត្តិបុកប៉ះច្រេះកាត់តស្ងោបដូរពណ៌ទេបាទខ្ញុំធានាជូនបងប្អូនយើងទាំងអស់គ្នាបាទហើយបើសិនជាបងប្អូនបាទត្រូវការឡានស្អាតនេះបងប្អូនអាចអញ្ជើញមកមើលផ្ទាល់បាននៅឃ្លាំងបាទឃ្លាំងយើងខ្ញុំនៅខាងក្រោយវត្តសំរងអណ្ដែតបាទកន្លែងកាញ់ស្តុបចំការព្រេងហ្នឹងណាបងប្អូនបាទណែបងប្អូនឃើញគូតក្រោយវាបើកទៅគឺទលាយបែបហ្នឹងបងប្អូនបាទបងប្អូនយើងរុះរាន់ឡើងបាទរដូវកាលចូលឆ្នាំថ្មីក៏គៀកចិត្តមកដល់ដែរហើយសម្រាប់ឡានស្អាតក៏កំពុងតែរងចាំបងប្អូនដែរណាបាទកំពុងតែរងចាំបងប្អូនដែរហើយយើងមានសេវាកម្មបង់រំលោះ25ខេត្តក្រុងងាយជាមួយនឹងឯកសារបងប្អូនបាទបើសិនជាបងប្អូនត្រូវការបង់រំលោះក៏បានបងប្អូនត្រូវការទិញលុយដាច់លុយសុទ្ធក៏បានបាទហើយរាល់ព័ត៌មានឬចម្ងល់ផ្សេងបងប្អូនយើងអាចសាកសួរមកខ្ញុំផ្ទាល់តាមរយៈលេខទូរស័ព្ទដែលខ្ញុំដាក់នៅខាងលើឬក៏ឆាតចូល page របស់ខ្ញុំក៏បាន Telegram របស់ខ្ញុំក៏បាន Facebook ផ្ទាល់ក៏បាន Facebook Page ក៏បានបាទបើយល់ល្អបងប្អូន call មកបាទបងប្អូន call មកលឿនបាទនឹងបានជួបខ្ញុំបាទឬក៏បងប្អូនយើងកាន់តែងាយស្រួលបងប្អូនយើងអាចអញ្ជើញមកមើលផ្ទាល់បានដល់ឃ្លាំងគឺកាន់តែល្អណាបងប្អូនតម្លៃសមរម្យ 13,000 ជាងចរចាប្រភេទឡានស្អាតណាបងប្អូនបាទមេឡានហើយបានផាកលេខខ្ពស់ទៀតបងប្អូនបាទអរគុណហើយខ្ញុំមានប៉ុណ្ណឹងសម្រាប់ធ្វើការបង្ហាញជូនបងប្អូនបើសិនជាបងប្អូនត្រូវការឡានមួយគ្រឿងនេះបាទបញ្ជាក់ជូន RX 300ឆ្នាំផលិត2002ប៉ុង1ធម្មតាប្រភេទឡានស្អាតបងប្អូនអាចអញ្ជើញមកមើលផ្ទាល់ជាមួយនឹងឡានមួយគ្រឿងនេះបានណាបងប្អូនបាទហើយក៏សូមឲ្យបងប្អូនយើងទាំងអស់គ្នាបាទបងប្អូនយើងទិញឡានយកទៅប្រើបងប្អូនទាំងអស់គ្នាបាទសូមអញ្ជើញមេត្តាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាណាបងប្អូនបាទលើដងផ្លូវបងប្អូនគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីសុខសុវត្ថិភាពរបស់បងប្អូនទេណាបងប្អូនបាទហើយបងប្អូនត្រូវការឡានស្អាតបងប្អូនកុំភ្លេចជាមួយនឹងធារាទិញលក់រថយន្តទាំងអស់គ្នាបាទយើងលក់តែឡានស្អាតទេណាបងប្អូនឡានបុកឡានកាត់តស្ងោបដូរពណ៌អីគឺមិនមាននៅកន្លែងយើងខ្ញុំទេបាទអរគុណជម្រាបលាបងប្អូនទាំងអស់គ្នាបាទជួបគ្នានៅវីដេអូឡានក្រោយៗទៀតហើយក៏សូមជូនពរបងប្អូនយើងក្នុងឱកាសឆ្នាំថ្មីបាទប្រពៃណីជាតិខ្មែរនេះសូមឲ្យបងប្អូនយើងមានសុខភាពល្អនិងសំណាងល្អធ្វើដំណើរទៅទីជិតទីឆ្ងាយសូមឲ្យមានលាភមានជ័យសុវត្ថិភាពក្នុងការធ្វើដំណើរគ្រប់គ្នាបាទហើយបើសិនជាបងប្អូនត្រូវការឡានស្អាតបងប្អូនកុំភ្លេចបាទធារាទិញលក់រថយន្តទាំងអស់គ្នាអរគុណជំរាបលាបងប្អូនបាទ